បាទសួស្តីអ្នកក្លានទាំងអស់គ្នាថ្ងៃនេះយើងមកបន្តសាច់រឿង novel លីនតង់របស់យើងភាគថ្មីជាបន្តទៅទៀតប្រសិនបើអ្នកទាំងអស់គ្នាចូលចិត្តនៅវីដេអូមួយនេះកុំភ្លេចជួយចុច like និង subscribe រំលឹកកាលពីភាគមុនបន្តិចលីនតង់របស់យើងក៏បានចោះទៅងុយទឹកនៅក្នុងក្បាលទន្លេក្របថ្នាំបានជោគជ័យដោយមានជំនួយពីព្រឹត្តិការណ៍ទាំងពីរគឺវូតៅហើយនិងឈិនចិនបន្ទាប់ពីលីនតង់បានចោះចូលទៅនោះឈិនចិនក៏បានសួរទៅកាន់វូតៅតើគិតថាលីនតង់អាចទ្រាំនៅទីនោះបានរយៈពេលប្រហែលថ្ងៃវូតៅគាត់ក៏រំពឹងថាលីនតង់នឹងអាចនៅទីនោះបានរយៈពេល8ថ្ងៃឈិនចិនគាត់សាយហើយក៏ងក់ក្បាលមើលទៅកាន់អាងទឹកគួចកំពុងតែបញ្ជារស្មីពណ៌មាសនិងនិយាយយ៉ាងសន្ទន់ថាដោយសារតែលោកគឺមានការរវឹងទុកខ្ពស់ទៅលើគេទៅហើយនោះចាំមើលថាតើក្មេងប្រុសម្នាក់នេះអាចទ្រាំបានប្រហែលថ្ងៃទេប្រសិនបើមានអភូតហេតុកើតឡើងមែននោះសាលស្ងប់ស្ងាត់គឺលែងមានភាពស្ងប់ស្ងាត់បន្តទៅទៀតហើយដល់ពេលនោះគឺវាកាន់តែរំភើបមានច្រកផ្លូវដែលមានពណ៌ខ្មៅងងឹតប្រៀបបានដូចជាចង្អូរមួយដ៏ធំអញ្ចឹងគណៈពេលដែលវាគឺបានស្ទុះចូលទៅកាន់ទន្លេក្របថ្នាំវាក៏ផ្សារភ្ជាប់ទៅកាន់ទីជ្រៅបំផុតនៃទន្លេក្របថ្នាំនោះពីខាងក្នុងច្រកផ្លូវហ្នឹងគឺមានកាំរស្មីពន្លឺតូចមួយដែលកំពុងតែបាញ់ចេញទៅយ៉ាងខ្លាំងក្លាគណៈពេលដែលកំពុងតែធ្វើដំណើរក្នុងល្បឿនដ៏លឿនឆ្ពោះទៅកាន់ជម្រៅដែលជ្រៅបំផុតនៃចរន្តខ្យល់នោះនៅពេលនោះកាំរស្មីពន្លឺពណ៌មាសមួយក៏បានចាប់ផ្ដើមភ្លឺឡើងបន្តិចម្ដងនៅក្នុងភាពងងឹតនៃទីជម្រៅមួយនោះគឺជាលីនតុងនឹងឯងគាត់បង្ហាញខ្លួនរួចហើយក៏បាននិយាយថាទីបំផុតខ្ញុំបានមកដល់ហើយលីនតុងបានបង្រួញភ្នែករបស់គាត់សម្លឹងមើលទៅកាន់ពន្លឺពណ៌មាសដ៏ធំសម្បើមនៅចំពោះមុខគាត់ជាមួយនឹងពន្លឺពណ៌មាសមួយនោះគាត់មានអារម្មណ៍ថាមានការប្រែប្រួលធំធេងខ្លាំងមែនទែននោះទំនងជានិព្វានឈីមាសដែលកើតនៅជម្រៅនៃទន្លេក្របថ្នាំឯងការប្រែប្រួលនេះគឺហាក់ដូចជាសាំបន្តិចលីនតុងរੂរទាំខ្លួនឯងមុនពេលដែលគាត់នឹកឃើញដល់ការតក់ស្លុតមួយដែលបានកើតឡើងនៅក្នុងចិត្តរបស់គាត់តើនេះជាធម្មពលមាសដែលមាននៅក្នុងខ្លួនរបស់គាត់បន្ទាប់ពីលេបវិញ្ញាណយានស្ថិតនៅក្នុងខ្លួនរបស់លីនឡានធាននោះមែនទេបើមើលពីរូបរាងរបស់វាធម្មពលទាំងពីរប្រភេទនេះគឺគួរតែស្រដៀងគ្នាប៉ុន្តែយ៉ាងណាក៏ដោយនិព្វានឈីមាសនេះគឺកើតនៅក្នុងទន្លេក្របថ្នាំវាមិនមានស្មារតីផ្ទាល់ខ្លួនរបស់វានោះទេហើយវាក៏មិនស្ថិតក្រោមការគ្រប់គ្រងរបស់នរណាម្នាក់ដែរមើលទៅវាដូចជាសម្ពាធកំពុងតែចាប់ដើមកើនឡើងភ្នែករបស់លីនតុងកំពុងតែសម្លឹងមើលទៅពីចំហៀងទាំងពីរនៃចរន្តទឹកគួចមុនពេលរំកិលទៅបាតទន្លេសម្ពាធកាន់តែខ្លាំងឡើងមិនយូរប៉ុន្មានវាក៏បានធ្វើឲ្យស្បែករបស់គាត់មានអារម្មណ៍ថាមិនស្រួលនោះទេដោយដែលគ្នាយើងបានដឹងកាលណាតែយើងចុះទៅក្នុងជម្រៅទឹកកាន់តែជ្រៅគឺវាមានសម្ពាធកាន់តែខ្លាំងទន្លេក្របថ្នាំទំនងជាមិនមែនជាទន្លេធម្មតាទេហើយសារធាតុរាវដែលហូរកាត់វាក៏មិនមែនជាទឹកទន្លេធម្មតានោះដែរទៅវិញវាបានបង្កើតឡើងដោយនិព្វានឈីតូចដែលរួមបញ្ចូលគ្នាសម្ពាធដែលបណ្ដាលមកពីវានេះគឺជាអ្វីមួយដែលសូម្បីតែអ្នកស្ថិតនៅក្នុងកម្រិតនិព្វានដូចជាលីនតុងក៏មិនអាចមើលស្រាលបាននោះដែរដោយគិតមួយសន្ទុះពន្លឺពណ៌បៃតងស្រាលចាប់ផ្ដើមរះឡើងនៅលើខ្លួនរបស់លីនតុងវាក៏បានរលាយនៅសម្ពាធភាគច្រើនភ្លាមបន្ទាប់ពីការស្ទាត់ជំនាញនៅបច្ចេកទេសនាគឋានសួគ៌បៃតងនោះហើយដែលមានហៅតែនាគបៃតងទេខ្ជិលបន្ថែមពាក្យឋានសួគ៌ស្អីនេះភាពធន់នៅលើរាងកាយរបស់លីនតុងគឺត្រូវបានពង្រឹងឡើងស្មើទៅនឹងអ្នកស្ថិតក្នុងកម្រិតនិព្វានទី6បាត់ទៅហើយមិនមែនស្មើនោះទេអ្នកទាំងនេះគឺភាពធន់នៃរាងកាយរបស់លីនតុងគឺលើសពីអ្នកស្ថិតនៅក្នុងកម្រិតនិព្វានទី6ទៅទៀតបន្ទាប់ពីពន្លឺបៃតងបានរុំព័ទ្ធជុំវិញរាងកាយរបស់លីនតុងគឺមិនស្ទាក់ស្ទើរទៀតនោះទេគាត់ក៏បានបាញ់ស្ទុះទៅយ៉ាងលឿនជាចុងក្រោយគាត់បានបាញ់ពីច្រកផ្លូវពណ៌ខ្មៅមួយនោះហើយឆ្ពោះទៅកាន់ពន្លឺពណ៌មាសដែលកំពុងតែភ្លឹបភ្លែតនៅបាតទន្លេនៅពេលដែលលីនតុងទៅតែចេញពីច្រកផ្លូវខ្យល់គួចមួយនោះគាត់ក៏ចាប់ផ្ដើមលិចចុះទៅក្រោមយ៉ាងខ្លាំងសម្ពាធដ៏ខ្លាំងក្លាមួយគឺចាប់ផ្ដើមជ្រាបចូលទៅក្នុងខ្លួនរបស់គាត់ដែលធ្វើឲ្យពន្លឺពណ៌បៃតងរុំជុំវិញរាងកាយរបស់គាត់នឹងគឺប្រែទៅជាស្រអាប់បន្តិចបន្ទាប់ពីដឹងស្ថានភាពនេះហើយទឹកមុខរបស់លីនតុងក៏បានប្រែទៅជាស្ងប់ស្ងាត់ជាមួយនឹងការញ័រខ្លួនស្រាលស្រកាពណ៌បៃតងជាច្រើនជួរចាប់ផ្ដើមរុំព័ទ្ធរាងកាយរបស់គាត់យ៉ាងឆាប់រហ័សវាដូចជាគ្រឿងសព្វដែកមួយអញ្ចឹងវាគ្រប់ដណ្ដប់ស្ទើរតែគ្រប់អិញនៃរាងកាយរបស់គាត់តែម្ដងជាមួយនឹងការលេចឡើងនៅគ្រឿងសឹកស្រកានាគសម្ពាធនៃបាតទន្លេហ្នឹងក៏វាបានរសាត់បាត់ទៅភ្លាមដែលទីបំផុតអនុញ្ញាតឲ្យលីនតុងសង្កេតមើលបរិស្ថានជុំវិញខ្លួនរបស់គាត់បានដោយធម្មតានេះគឺជាបាតទន្លេក្របថ្នាំប៉ុន្តែយ៉ាងណាក៏ដោយនៅបាតទន្លេនេះគឺវាហាក់ដូចជាមិនមានដីល្បាប់ឬក៏ភក់នោះទេផ្ទុយទៅវិញគឺវាពោពេញទៅដោយពន្លឺពណ៌មាសដ៏សម្បូរបែបដែលបញ្ចេញនៅពន្លឺចេញទៅក្រៅបង្កើតទៅជាតំបន់មួយដែលមានកាំរស្មីប្រហែលជា10ម៉ែត្រឯនោះនៅខាងក្រៅកាំពន្លឺពណ៌មាសហ្នឹងគឺជាបរិស្ថានងងឹតស្រអាប់តែម្ដងលីនតុងសម្លឹងមើលជុំវិញខ្លួនរបស់គាត់ដោយយកចិត្តទុកដាក់មុនពេលដែលប៉ះទៅនឹងពន្លឺពណ៌មាសដ៏ធំនៅចំពោះមុខគាត់នៅបាតទន្លេក្របថ្នាំពន្លឺពណ៌មាសនិងនិព្វានឈីគឺវាមាននៅក្បែរគ្នាដោយលាយឡំគ្នាបន្តិចម្ដងដូច្នេះនេះគឺជានិព្វានឈីមាសដែលជាធម្មពលដ៏សាហាវនិងខ្លាំងក្លាលីនតុងក៏បានលាតបាតដៃរបស់គាត់ដែលគ្រប់ដណ្ដប់ទៅដោយស្រកានាគយឺតហើយលូកដៃចូលទៅប៉ះជាមួយនឹងពន្លឺពណ៌មាសមួយនោះនៅពេលដែលដៃរបស់គាត់បានលូកទៅកាន់តែជ្រៅគាត់មានអារម្មណ៍ថាស្អិតបន្តិចម្ដងការប្រែប្រួលយ៉ាងខ្លាំងដែលបានកើតឡើងជាបន្តបន្ទាប់បានធ្វើឲ្យលីនតុងមានអារម្មណ៍ថាឈឺចាប់នៅលើបាតដៃរបស់គាត់ដកដង្ហើមធំនៅក្នុងចិត្តនិងបាននិយាយឡើងថាដល់ពេលដែលត្រូវធ្វើសកម្មភាពហើយគាត់លែងស្ទាក់ស្ទើរទៀតហើយបោះជំហានទៅមុខចូលទៅក្នុងពន្លឺព
ពណ៌មាសដ៏ភ្លឺចាញ់ចាំងមួយនោះតែម្ដងនៅពេលដែលគាត់ដើរចូលទៅស្រកានៅលើដងខ្លួនរបស់គាត់ក៏ចាប់ផ្ដើមបង្កើតសំឡេងប្រេះស្រាលស្រាលពន្លឺពណ៌បេតុងក៏ចាប់ផ្ដើមរីកចេញមកខាងក្រៅការពារលីនតុងពីការហូរច្រេះដោយថាមពលនិព្វានឈីមាសដ៏ខ្លាំងក្លាមួយនេះបន្ទាប់ពីលិចខ្លួនទាំងស្រុងនៅក្នុងពន្លឺពណ៌មាសលីនតុងក៏បានអង្គុយចុះដោយទឹកមុខស្ងប់ស្ងាត់គាត់បានបង្កើតត្រាដោយដៃទាំងពីរខណៈពេលដែលកម្លាំងបឺតចាប់ផ្ដើមលោតចេញពីរាងកាយរបស់គាត់នៅពេលដែលកម្លាំងបឺតស្រូបវាចាប់ផ្ដើមរីកសាយភាយពន្លឺពណ៌មាសស្ងប់ស្ងាត់ក៏ចាប់ផ្ដើមពុះកញ្ជ្រោលយ៉ាងខ្លាំងពពុះឈីមាសចាប់ផ្ដើមផ្ទុះជុំវិញរាងកាយរបស់លីនតុងខណៈពេលដែលកាំរស្មីពណ៌មាសមួយបន្ទាប់ពីកាំរស្មីពណ៌មាសមួយទៀតគឺបានបាញ់ទៅក្នុងខ្លួនរបស់លីនតុងដូចជាព្យុះរន្ទះនៅពេលដែលកាំរស្មីនៃពន្លឺពណ៌មាសបាញ់ចូលទៅក្នុងខ្លួនរបស់គាត់វាបានផ្ទុះឡើងជាអាពណ៌មាសរំម្ដងនៅពេលដែលពួកវាចូលទៅក្នុងខ្លួនរបស់គាត់វាបានធ្វើដំណើរយ៉ាងជ្រៅទៅកាន់ស្នូលនៃរាងកាយរបស់គាត់នៅពេលដែលអាពណ៌មាសមួយនេះវាបានជាប់នៅក្នុងសរីរាង្គរបស់លីនតុងឯនោះទឹកមុខរបស់លីនតុងក៏បានប្រែទៅជាក្តៅយ៉ាងខ្លាំងដកដង្ហើមវែងសំឡេងក្រហមអាចឮចេញពីធ្មេញរបស់គាត់ពីព្រោះថាគាត់កំពុងតែទ្រាំជាមួយនឹងការឈឺចាំអាប់នេះវាដូចជាកំអែភ្នំភ្លើងដែលពុះកញ្ជ្រោលអញ្ចឹងនៅពេលដែលវាហូរកាត់រាងកាយរបស់គាត់សរសៃសាច់ដុំកោសិកាគឺសុទ្ធតែចាប់ផ្ដើមប្រែប្រួលកែវភ្នែកស្បែករបស់គាត់អីហ្នឹងគឺប្រែទៅជាក្រហមបន្តិចម្ដងប្រៀបបានដូចជាត្រូវភ្លើងកំពុងតែដុតអញ្ចឹងលីនតុងគិតនៅក្នុងចិត្តនិព្វានឈីមាសគឺពិតជាសាហាវបែបនេះពិតមែនប៉ុន្តែនេះមិនគ្រប់គ្រាន់ដើម្បីបំបាក់ទឹកចិត្តរបស់ខ្ញុំនោះទេលីនតុងខំធ្មេញរបស់គាត់គិតមួយសន្ទុះសំឡេងក្រហមរបស់នេះអាចកំបាំងមួយក៏បានមកលើឡើងនៅក្នុងខ្លួនរបស់គាត់រលកសំឡេងមួយនេះចាប់ផ្ដើមរីករាលដាលគ្រប់ជ្រុងជ្រោយនៃរាងកាយរបស់គាត់នៅពេលដែលវាទៅដល់ចំណុចជីបចរសាច់ដុំឆ្អឹងរបស់គាត់ពន្លឺពណ៌បេតុងស្រាលក៏ចាប់ផ្ដើមលេចឡើងនៅលើពួកវាខណៈពេលដែលត្រូវបានហុំព័ទ្ធដោយពន្លឺពណ៌បេតុងបន្តិចម្ដងចំហាយអូរ៉ាដ៏ស្រអាប់និងបុរាណមិនធម្មតាមួយចាប់ផ្ដើមចេញពីក្នុងខ្លួនរបស់លីនតុងចំហាយអូរ៉ាដែលចេញពីរាងកាយរបស់លីនតុងវាគឺជាអូរ៉ារបស់ពូជពងនាគនៅសម័យបុរាណនេះគឺជាបច្ចេកទេសនាគបៃតងនោះឯងវាគឺជាបច្ចេកទេសមួយដែលអនុញ្ញាតឲ្យរាងកាយរបស់ Neferkhan គឺអាចស្មើជាមួយនឹងរាងកាយរបស់អំបូរនាគពិតនេះគឺជាការបន្ថែមទៅលើឈីនាគពិតដែល Shinji បានបន្សល់ទុកនៅក្នុងខ្លួនរបស់គាត់ដែលជាអ្វីមួយដែលមានតែអំបូរនាគវរៈជនប៉ុណ្ណោះទើបមាននេះអនុញ្ញាតឲ្យរាងកាយរបស់លីនតុងវិវត្តយឺតពីខាងក្នុងមកខណៈពេលដែលគាត់បន្តអនុវត្តនៅបច្ចេកទេសនាគបៃតងវាគឺជាចំណេះដឹងទូទៅសម្រាប់មនុស្សគ្រប់គ្នាមិនថារាងកាយរបស់មនុស្សរឹងមាំឬក៏ធន់ប៉ុណ្ណានោះទេសរីរាង្គវាគឺតែងតែជាចំណុចខ្សោយបំផុតមួយជាទូទៅប៉ះសិនបើគូប្រកួតចាក់ទម្លុះសរីរាង្គទាំងនេះការខូចខាតដែលកើតឡើងទំនងជាគម្រាមកំហែងដល់អាយុជីវិតប៉ុន្តែយ៉ាងណាក៏ដោយបច្ចេកទេសរបស់នាគបៃតងគឺខុសគ្នាវាមិនត្រឹមតែអនុញ្ញាតឲ្យស្បែកនិងសាច់ដុំបង្កើននូវភាពធន់ប៉ុណ្ណោះទេសូម្បីតែសរីរាង្គខាងក្នុងនិងសរសៃឈាមរបស់ Neferkhan ហ្នឹងក៏ត្រូវតែពង្រឹងបន្តិចម្ដងដែរនៅពេលដែលម្នាក់ហ្នឹងគឺបន្តធ្វើការហ្វឹកហាត់ទៅណានេះគឺជាផ្នែកមិនធម្មតាបំផុតនៃស្បែកនាគបៃតងដែលជាមូលហេតុដែលលីនតុងគឺមិនស្ទាក់ស្ទើរនៅក្នុងការរៀនវានោះទេគាត់ដឹងថាប្រសិនបើគាត់អាចចេះវារាងកាយរបស់គាត់គឺពិតជាអាចប្រកួតប្រជែងជាមួយនឹងអំបូរនាគពិនដោយសារតែគាត់មានរាងកាយដែលរឹងមាំបែបនេះការចង់ស្រូបយកធម្មពលនិព្វានឈីមាសដ៏ខ្លាំងក្លាគឺមិនពិបាកដូចជាការរំពឹងទុកសម្រាប់លីនតុងនោះទេឈីម្ដងហើយម្ដងទៀតអាពណ៌មាសក៏បានហូរចូលទៅក្នុងរាងកាយរបស់លីនតុងដែលគ្រប់ដណ្ដប់ទៅដោយពន្លឺពណ៌បៃតងទោះជាយ៉ាងណាក៏ដោយលើកនេះការឈឺចាប់ធ្ងន់ធ្ងរដែលវាបង្កឡើងត្រូវបានកាត់បន្ថយយ៉ាងខ្លាំងអាប់ក៏បានហូរចូលទៅក្នុងសាច់ដុំឆ្អឹងរបស់លីនតុងយឺតនៅពេលនោះលីនតុងអាចមានអារម្មណ៍ស្រាលអំពីធម្មពលដ៏ខ្លាំងក្លាមួយដូចជានាគដ៏កាចសាហាវដែលចាប់ផ្ដើមលូតលាស់នៅក្នុងខ្លួនរបស់គាត់អញ្ចឹងខណៈពេលដែលធម្មពលនិព្វានឈីមាសកំពុងតែធ្វើឲ្យសាច់ដុំនិងឆ្អឹងរបស់គាត់វាមានភាពស្រស់ស្រាយបរិមាណដ៏ច្រើនក៏ត្រូវបានស្រូបយកដោយធម្មពលយានរបស់លីនតុងផងដែរនៅពេលដែលធម្មពលយានទាំងនេះហូរចូលទៅក្នុងខ្សែឈាមរបស់គាត់ពួកវាចាប់ផ្ដើមប្រែទៅជារឹងមាំឡើងនៅពេលដែលគាត់ពិនិត្យមើលពីការផ្លាស់ប្ដូរដែលកំពុងតែកើតឡើងចំពោះរាងកាយរបស់គាត់ក៏បានបង្ហាញនូវស្នាមញញឹមនិព្វានឈីមាសវាគឺជាអាហារបំពន់ដ៏អស្ចារ្យសម្រាប់កម្រិតនិព្វានពិតមែនវាមិនត្រឹមតែពង្រឹងរាងកាយប៉ុណ្ណោះនោះទេវាថែមទាំងអាចបង្កើននូវភាពរឹងមាំនៃអំណាចយានរបស់មនុស្សម្នាក់ទៀតផងអត្រានៃការកែលម្អនេះគឺលឿនជាងការហ្វឹកហាត់ធម្មតាច្រើនដងទៅទៀតកន្លែងនេះគឺពិតជាមិនអន់នោះទេខ្ញុំមិនអាចឲ្យនិព្វានឈីមាសទាំងអស់នេះខ្ជះខ្ជាយបានឡើយលីនតុងបានបើកភ្នែកយ៉ាងស្រពេចស្រពិលហើយសម្លឹងមើលទៅកាន់កាំរស្មីពណ៌មាសកម្រាស់10ម៉ែត្រនៅក្នុងជម្រៅនៃទន្លេក្របថ្នាំកម្រាស់10ម៉ែត្រហ្នឹងគឺចង់សំដៅទៅកាន់ពន្លឺដែលវាជះសាយភាយទៅណាគឺជះដល់ចម្ងាយ10ម៉ែត្រឯណោះនៅបាតទន្លេក្របថ្នាំហ្នឹងបរិមាណជាច្រើននៃនិព្វានឈីមាសលើកនេះទឹកមុខរបស់លីនតុងគឺសម្លឹងមើលទៅកាន់ពួកវាដោយពោពេញទៅដោយភាពលោភលន់តែម្ដងណាកាលពីនៅក្នុងសង្គ្រាមសមរភូមិបុរាណគឺលីនតុងគេស្រូបយកបានថាបន្តិចនោះទេពេលដែលនាគបៃតងហ្នឹងក៏ឲ្យស្រូបយកណាអញ្ចឹងទៅឥឡូវនេះគឺជាពេលដែលគាត់ត្រូវបាយកហើយជាមួយនឹងបច្ចេកទេសរបស់នាគបៃតងលីនតុងគឺមិនអើពើជាមួយនឹងសម្ពាធពីបាតទន្លេនឹងឡើយលើពីនេះអនុញ្ញាតឲ្យគាត់ស៊ូទ្រាំជាមួយនឹងការឈឺចាប់ដែលសម្រាប់អ្នកសិទ្ធិនៅក្នុងកម្រិតនិព្វានធម្មតាណាគឺវាប្រៀបបានដូចជាការធ្វើទរណកម្មរហូតដល់ស្លាប់អញ្ចឹងប៉ុន្តែសម្រាប់លីនតុងគឺគាត់អាចមិនខ្វល់ពីវាបានពីព្រោះគាត់មានបច្ចេកទេសរបស់នាគបៃតងហើយអ្វីដែលគាត់ត្រូវធ្វើគឺផ្ដោតទៅលើការស្រូបយកតែនិព្វានឈីមាសប៉ុណ្ណោះទោះបីជាការឈឺចាប់នៅតែមានបន្តិចបន្តួចក៏ដោយប៉ុន្តែវាមិនលំ
ំបាកសម្រាប់លីនតុងនៅក្នុងការស៊ូទ្រាំនោះទេយូរទៅសម្ពាធក៏កាន់តែធ្ងន់ទៅលីនតុងសម្លឹងមើលស្រកានាគនៅលើខ្លួនរបស់គាត់ហើយក៏គាត់សម្គាល់ឃើញពន្លឺពណ៌បៃតងវាស្រអាប់ទៅអីពន្លឺពណ៌បៃតងដំបងឡើយគឺវាភ្លឺណាវាហាក់ដូចជាសម្ពាធនៅទីនេះគឺវាកំពុងតែកើនឡើងម្ដងបន្តិចឥឡូវនេះលីនតុងក៏បានភ្លក់រសជាតិនៃអត្ថប្រយោជន៍របស់នីពៀនឈីមីហើយគាត់មិនអាចបោះបង់ចោលដោយងាយនោះទេចំពោះសម្ពាធដែលកំពុងតែកើនឡើងគឺគាត់ចង់ដឹងថាតើរាងកាយរបស់គាត់អាចទ្រាំបានប្រមាណទេលេបវាលីនតុងចាប់ផ្ដើមបង្កើតត្រាមួយមុនពេលដែលរុនខ្មៅដែលកំពុងតែញ័រគឺចាប់ផ្ដើមលេចឡើងនៅក្នុងបាតដៃរបស់គាត់ភ្លាមនោះកម្លាំងលេបតបាក់ក៏ចាប់ផ្ដើមរីករាលដាលចេញពីដុំមូលពណ៌ខ្មៅមួយនោះតែម្ដងជាមួយនឹងការលេចចេញឡើងនៅកម្លាំងលេបតបាក់ដុំពន្លឺមាសអណ្ដែតក៏បានចាប់ផ្ដើមប្រែប្រួលយ៉ាងខ្លាំងចរន្តពន្លឺមាសក៏ចាប់ផ្ដើមបង្កើនឡើងហូរចូលទៅក្នុងដុំខ្មៅដែលដូចជា black hole នៅក្នុងបាតដៃរបស់លីនតុងនោះក្នុងល្បឿនដ៏លឿនគួរឲ្យខ្លាចទៅបន្ទាប់ពីការស្រូបយកនីពៀនឈីមាសក្នុងបរិមាណដ៏ច្រើនទឹកមុខរបស់លីនតុងក៏ចាប់ផ្ដើមភ្លឺដោយពន្លឺពណ៌មាសស្រទន់តែម្ដងមើលពីចម្ងាយគឺដូចជាលីនតុងក្នុងទម្រង់ព្រះពុទ្ធអញ្ចឹងណាពីព្រោះថាវាជះចំហាយពណ៌មាសស្រាលនៅពេលដែលលីនតុងគាត់បន្តលេបតបាចំហាយអូរ៉ារបស់លីនតុងគឺចាប់ផ្ដើមកើនឡើងយឺតចង្កោមពន្លឺពណ៌មាសមួយក៏បានជាប់នៅក្នុងបាតទន្លេក្របថ្នាំដ៏ងងឹតហើយវាហាក់ដូចជាពន្លឺចាញ់ចាំងខ្លាំងប៉ុន្តែនៅបាតទន្លេក្របថ្នាំគឺពោពេញទៅដោយសម្ពាធគួរឲ្យខ្លាចមានតែចង្កោមពន្លឺពណ៌មាសប៉ុណ្ណោះដែលវាកម្រនឹងត្រូវបានបំផ្ទុះដោយសម្ពាធនៅខាងក្រោមហ្នឹងណាហើយទៅវាបង្កើតទៅជាពពុះពណ៌មាសពាសពេញបាតទន្លេហ្នឹងទៅបើសិនជាមានមនុស្សម្នាក់មើលចុះទៅក្រោមពួកគេប្រកាសជាបានឃើញនៅមនុស្សម្នាក់ដែលមានកម្ពស់ប្រហែលជា2-3 ហ្វីតកំពុងតែអង្គុយនៅបាតទន្លេមួយនោះហើយនីពៀនឈីមាសយ៉ាងស្អិតរមួនកំពុងតែវិលជុំវិញខ្លួនរបស់គេគឺដូចជាលំហូរទឹកជាច្រើនហូរឥតឈប់ឈរអញ្ចឹងហើយបើសិនជាពិនិត្យមើលឲ្យច្បាស់ទៀតនោះរូបរាងដែលមនុស្សម្នាក់នោះកំពុងតែអង្គុយពិនិត្យឲ្យជាគៀកទៅគឺបានឃើញនៅស្រកាពណ៌បៃតងឆ្លុះបញ្ចាំងនៅពន្លឺពណ៌បៃតងស្រាលគេអាចមើលឃើញនៅពន្លឺពណ៌ក្រហមស្រាលនៅក្នុងចន្លោះនៃស្រកាពណ៌បៃតងនោះដែរនោះវាគឺជាចំហាយឈាមដែលចេញពីរាងកាយរបស់លីនតុងនោះឯងលីនតុងអង្គុយនៅបាតទន្លេនេះអស់រយៈពេល3ថ្ងៃមកហើយក្នុងរយៈពេល3ថ្ងៃនេះសម្ពាធជុំវិញខ្លួនរបស់គាត់គឺកាន់តែកើនឡើងខ្លាំងឡើងស្ថានភាពនេះគឺហាក់ដូចជាសម្ពាធនៃទន្លេក្របថ្នាំត្រូវបានប្រមូលផ្ដុំឆ្ពោះទៅរកទិសដៅរបស់គាត់តែមួយអញ្ចឹងសម្ពាធដែលកើនឡើងឥតឈប់ឈរគឺគ្រប់គ្រាន់ដើម្បីអាចធ្វើឲ្យមនុស្សម្នាក់មានអារម្មណ៍ថាភ័យខ្លាចបាននៅចំពោះមុខសម្ពាធដ៏គួរឲ្យខ្លាចដែលកំពុងតែកើនឡើងនេះរន្ធញើសទាំងអស់របស់រាងកាយរបស់លីនតុងនៅតែត្រូវបានគៀបសង្កត់បន្តិចម្ដងដោយកម្លាំងដ៏អស្ចារ្យរហូតដល់ដាននៃឈាមគឺបានហូរចេញពីរន្ធញើសរបស់គាត់តែម្ដងទោះបីជាគាត់មិនមានរបួសធ្ងន់ធ្ងរក៏ដោយសម្ពាធដែលកើនឡើងឥតឈប់ឈរនេះគឺបានឈានដល់កម្រិតដែលគួរឲ្យខ្លាចមួយបើសិនបើវានៅតែបន្តនៅពេលនេះលីនតុងទីបំផុតបានដឹងយ៉ាងច្បាស់តម្លៃដ៏ធំធេងដែលគាត់ត្រូវចំណាយប្រសិនបើគាត់ចង់ស្រូបយកនីពៀនឈីមាសទាំងអស់នៅក្នុងបាតទន្លេក្របថ្នាំនេះដោយជោគជ័យនោះគឺគាត់ត្រូវតែប្រឈមមុខជាមួយនឹងសម្ពាធដ៏គួរឲ្យខ្លាចវាគឺជាអ្វីមួយដែលសូម្បីតែគាត់ដែលហ្វឹកហាត់នៅបច្ចេកទេសរបស់នាគបៃតងក៏មិនហ៊ានសម័យដែរទោះបីជាសម្ពាធគួរឲ្យខ្លាចក៏ដោយលីនតុងក៏ទទួលបានអត្ថប្រយោជន៍ច្រើននៅក្នុងពេល3ថ្ងៃនេះផងដែរនៅពេលដែលដាននៃនីពៀនឈីមាសចូលទៅក្នុងខ្លួនរបស់គាត់មានអារម្មណ៍យ៉ាងច្បាស់ថារាងកាយរបស់គាត់កំពុងតែត្រូវបានពង្រឹងបន្តិចម្ដងហើយការបន្សាំក៏បានកាត់ឡើងចេញពីខាងក្នុងសូម្បីតែឈាមនិងសាច់របស់គាត់ក៏ហាក់ដូចជាត្រូវបានផ្គត់ផ្គង់ដោយកម្លាំងទាំងអស់នេះដែរបន្ទាប់ពីពង្រឹងរាងកាយអំណាចយានដែលហូរនៅក្នុងជីពចររបស់លីនតុងក៏វាកាន់តែមានអំណាចខ្លាំងឡើងវាដូចជាទឹកទន្លេដែលហូរកាត់យ៉ាងលឿនអញ្ចឹងរលកជាច្រើនបន្ទាប់ពីរលកនៃថាមពលដ៏មានអានុភាពមិនធម្មតាត្រូវបានដឹកនាំទៅកាន់អវយវៈដូចជាឆ្អឹងរបស់លីនតុងជាដើមលីនតុងអាចដឹងយ៉ាងច្បាស់ថាការពង្រឹងអំណាចយានរបស់គាត់ក្នុងរយៈពេល3ថ្ងៃដ៏ខ្លីនេះគឺអាចប្រៀបធៀបទៅនឹងការហ្វឹកហាត់នៅខាងក្រៅធម្មតា10ដងឯណោះនេះជាចំនួនដ៏គួរឲ្យខ្លាចមួយប៉ុន្តែយ៉ាងណាក៏ដោយវាមិនគួរឲ្យជឿពេកនីពៀនឈីមាសគឺជាអ្វីមួយត្រូវបានប្រមូលផ្ដុំចេញពីនីពៀនឈីដ៏បរិសុទ្ធខ្លាំងនីពៀនឈីដែលមាននៅក្នុងបរិយាកាសតូចដែលទាំងអស់ហ្នឹងគឺប្រៀបមកជាសមិទ្ធផលរបស់អ្នកហ្វឹកហាត់ទូទៅធម្មតាក្នុងមួយថ្ងៃអញ្ចឹងជាការប៉ុណ្ណាជាមួយនឹងការពង្រឹងរាងកាយនិងអំណាចយានរបស់គាត់មានរឿងមួយទៀតដែលធ្វើឲ្យលីនតុងគាត់កាន់តែភ្ញាក់ផ្អើលដែលគាត់បានរកឃើញដែលថាវាបានកាត់ឡើងគឺវាមានរបស់ជាច្រើននៅក្នុងជីពចររបស់គាត់ដែលស្ថិតនៅក្នុងចំណុចកណ្ដាលនៃស្នូលយានមាសវាមានដុំទំហំប៉ុនកណ្ដាប់ដៃស្នូលយានកំពុងតែវិលយឺតហើយលេបតបាក់នៅអំណាចយានដ៏ធំសម្បើមនៅពីលើស្នូលយានវាគឺជាចង្កោមពន្លឺពណ៌បៃតងដ៏ធំមួយហើយសំឡេងក្រហមរបស់នាគក៏បានបញ្ចេញជាបន្តពីខាងក្នុងវាបានប្រមូលផ្ដុំគ្នាស្រពេចស្រពិលទៅជាទម្រង់នាគដែលកំពុងតែងើបឡើងចង្កោមពន្លឺពណ៌បៃតងនេះគឺជាកម្លាំងឈីនាគឋានសួគ៌ដែលឈីងជីបានបន្សល់ទុកវាពិតជាសាហាវហើយលីនតុងមិនអាចស្រូបយកវាបានទាំងស្រុងនោះទេអ្វីដែលគាត់អាចធ្វើបានគឺគ្រប់គ្រងវាបន្តិចម្ដងតាមរយៈបច្ចេកទេសរបស់នាគបៃតងហើយអនុញ្ញាតឲ្យចំហាយនាគឋានសួគ៌ទាំងនេះបញ្ចូលគ្នាដោយធម្មជាតិនៅក្នុងខ្លួនរបស់គាត់នៅផ្នែកខាងក្រោមនៃស្នូលយានរបស់គាត់វាគឺជាពន្លឺពណ៌មាសដែលកំពុងតែហូរមានរលកអាតកំបាំងមួយដែលមានវត្តមាននៅក្នុងពន្លឺពណ៌មាសនោះគឺជាយានវិញ្ញាណឈីដែលគាត់ទទួលបានពីការលេបតបាក់វិញ្ញាណយាននៅក្នុងខ្លួនរបស់លីនឡានធានបើមើលពីទស្សនៈមួយទៀតគឺនីពៀនឈីមាសដែលលីនតុងកំពុងតែស្រូបយកនេះពេល
បច្ចុប្បន្ននេះគឺវាចាត់ទុកថាជាប្រភេទដូចគ្នាជាមួយនឹងយានវិញ្ញាណឈីនឹងដែរលីនតុងច្បាស់ជាមិនយល់ពីអត្ថប្រយោជន៍នៃយានវិញ្ញាណឈីនឹងទេដែលមិនមែនជាអ្វីដែលគាត់អាចគ្រប់គ្រងបាននៅក្នុងកម្រិតរបស់គាត់នៅឡើយនោះទេដូច្នេះគាត់តែងតែដាក់វានៅក្រោមជីបចរកម្លាំងធាតុរបស់គាត់ខណៈពេលដែលរងចាំកម្លាំងរបស់គាត់រីកចម្រើនទៅដល់កម្រិតមួយដែលគាត់អាចគ្រប់គ្រងវាបាននេះគឺជាផែនការរបស់លីនតុងនឹងឯងទោះយ៉ាងណាក៏ដោយនៅកំឡុងពេល3ថ្ងៃនេះនៅពេលដែលគាត់កំពុងតែស្រូបយកនិព្វានឈីមាសគាត់បានរកឃើញថារាល់ពេលដែលគាត់ស្រូបយកនិព្វានឈីមាសបន្តិចបន្តួចពន្លឺពណ៌មាសខ្លះគឺហូរចូលទៅក្នុងជីបចររបស់គាត់ហើយបញ្ចូលគ្នាជាមួយនឹងយានវិញ្ញាណឈីនេះដែលពង្រឹងយានរបស់គាត់បន្តិចម្ដងទស្សនវិជ្ជាមួយនេះក៏បានធ្វើឲ្យលីនតុងគាត់មានការភ្ញាក់ផ្អើលបន្តិចដែរប៉ុន្តែយានវិញ្ញាណឈីនេះវាគឺជាអ្វីមួយដែលជាកម្មសិទ្ធិរបស់វិញ្ញាណយាននោះទោះជាលីនតុងជឿថាគាត់បានបំផ្លាញស្មារតីទាំងអស់នៅក្នុងនោះរួចហើយក៏ដោយក៏ហេតុការណ៍នេះនៅតែធ្វើឲ្យគាត់មានអារម្មណ៍ថាមិនស្រួលដែរសំណាងល្អនៅពេលដែលយានវិញ្ញាណឈីវាកាន់តែខ្លាំងរឹងមាំឡើងវាមិនបានរបូតចេញពីការគ្រប់គ្រងរបស់គាត់មានតែពន្លឺពណ៌មាសប៉ុណ្ណោះដែលវាកាន់តែភ្លឺឡើងជារៀងរាល់ថ្ងៃពន្លឺពណ៌មាសហ្នឹងគឺដើមឡើយមើលទៅវាដូចជាការបំផន់នោះទេលីនតុងក៏អាចមានអារម្មណ៍ពីការប្រែប្រួលដ៏មានឥទ្ធិពលមិនធម្មតានៅក្នុងចង្កោមយានវិញ្ញាណឈីនេះការប្រែប្រួលប្រភេទនេះគឺមានភាពខុសគ្នាពីអំណាចយានលីនតុងអាចមានអារម្មណ៍ថាយានវិញ្ញាណឈីនេះហាក់ដូចជាកម្លាំងសាហាវគួរឲ្យភ្ញាក់ផ្អើលខ្ញុំចង់ដឹងណាស់តើអ្វីដែលកំពុងតែកើតឡើងចិត្តរបស់លីនតុងសង្កេតមើលពីចង្កោមយានវិញ្ញាណឈីខណៈពេលដែលកំពុងតែរអ៊ូរទាំនៅក្នុងចិនផ្នែកខាងក្នុងនៃរាងកាយរបស់គាត់គឺមានយន្តថ្មអាតកំបាំងនិងនិមិត្តសញ្ញាបុព្វបុរសលេបតបាក់ដែលការពារវាសូម្បីតែជីបចររបស់គាត់ក៏មានការបង្កើតសកលលោកបុរាណនោះដែរដូច្នេះគាត់មិនជឿថាអាចមានអ្វីខុសកើតឡើងនៅក្នុងរាងកាយរបស់គាត់ទេពេលវេលាក៏ចេះតែបន្តផុតទៅនៅក្នុងបាតទន្លេក្របថ្នាំដ៏ស្ងប់ស្ងាត់មួយនេះក្នុងមួយពពេចភ្នែកគឺ5ថ្ងៃកន្លងផុតទៅហើយរយៈពេល5ថ្ងៃនេះបាតទន្លេក្របថ្នាំគឺបន្តស្ងាត់ជ្ងំខណៈពេលដែលនៅផ្នែកខាងលើនោះវិញណាពួកសិស្សក៏នៅតែបន្តមានភាពរស់រវើកដដែលអ៊ូអដដែលមានសិស្សនៃសាលស្ងប់ស្ងាត់មួយក្រុមបានប្រមូលផ្ដុំគ្នានៅលើវេទិកាពួកគេភាគច្រើននៅទីនេះគឺដើម្បីមកហ្វឹកហាត់ហ្នឹងឯងហើយពេលខ្លះពួកគេក៏សង្កេតមើលទៅកាន់ទិសដៅដែលជាកន្លែងលីនតុងមុជចូលទៅបាតទន្លេនោះឯងពួកគេក៏នៅតែបង្ហាញនូវការភ្ញាក់ផ្អើលថាលីនតុងគឺបានលិចចូលទៅបាតទន្លេហ្នឹងអស់រយៈពេល5ថ្ងៃមកហើយលើពីនេះគេមិនបានបង្ហាញសញ្ញាណាមួយដែលរៀបនឹងចាក់ចេញពីបាតទន្លេនោះទេសិស្សនៃសាលស្ងប់ស្ងាត់ពួកគេបានដឹងយ៉ាងច្បាស់អំពីរយៈពេល5ថ្ងៃនេះគឺតំណាងឲ្យភាពស៊ូទ្រាំរបស់លីនតុងគឺខ្ពស់កម្រិតណាបច្ចុប្បន្ននេះហ្វាំងយុនដែលជាសិស្សផ្ទាល់ហើយក៏ជាសិស្សច្បងក្នុងចំណោមសិស្សខ្លាំងជាងគេ4នាក់នៃសាលស្ងប់ស្ងាត់គឺអាចស៊ូទ្រាំបានត្រឹមតែ4ថ្ងៃប៉ុណ្ណោះមុនពេលដែលគេឡើងមកផ្ទៃខាងលើវិញពីព្រោះថាមិនអាចទ្រាំទ្រជាមួយនឹងសម្ពាធនៅខាងក្រោមទន្លេនោះបាននៅពេលហ្នឹងហ្វាំងយុនគឺថាឡើងមកទាំងវេទនាតែម្ដងពីព្រោះថារាងកាយរបស់គេគឺគ្របដណ្ដប់ទៅដោយឈាមស្រស់តែម្ដងណានៅខាងក្រោមវាមានសម្ពាធខ្លាំងប៉ុន្តែលីនតុងគឺអាចស៊ូទ្រាំរយៈពេលរហូតដល់5ថ្ងៃហើយមិនទាន់មានបង្ហាញសញ្ញាណាមួយថាគេចង់ឡើងមកលើវិញនោះទេតើនេះមានន័យថាលីនតុងគឺរឹងមាំជាងហ្វាំងយុនមែនទេប្រសិនបើរឿងនេះកើតឡើងពិតមែននោះហាក់ដូចជាសារស្ងប់ស្ងាត់របស់ពួកយើងគឺអាចបង្កើតនៅមនុស្សដែលមានទេពកោសល្យម្នាក់ទៀតហើយលើពីនេះទៅទៀតមនុស្សដែលមានទេពកោសល្យគួរឲ្យខ្លាចម្នាក់នេះគឺបានចូលរួមជាមួយនឹងសារស្ងប់ស្ងាត់របស់យើងរូបរាងរបស់ម្ចាស់សាលឈិនចិននិងវូតាវក៏បានមើលពីលើទន្លេក្របថ្នាំដូចគ្នាប៉ុន្តែយ៉ាងណាក៏ដោយភ្នែករបស់ពួកគាត់សម្លឹងមើលទៅកាន់អាងទឹកគួចនៅខាងក្រោមទឹកមុខរបស់ពួកគាត់គឺសង្កេតមើលយ៉ាងយកចិត្តទុកដាក់តែម្ដងឈិនចិនញញឹមស៊ូទ្រាំរយៈពេល5ថ្ងៃគេអាចចាត់ទុកថាលើសពីកម្រិតមធ្យមក្នុងចំណោមសិស្សនៃសាលទាំង4រួចទៅហើយនៅពេលនិយាយអំពីការងូតទឹកនៅក្បាលទន្លេក្របថ្នាំជាការប៉ັດណារឿងសំខាន់បំផុតនោះគឺលីនតុងមិនទាន់បានបង្ហាញសញ្ញាថាគឺរៀបនឹងចាក់ចេញពីបាតទន្លេនោះទេទោះបីជាស៊ូទ្រាំអស់រយៈពេល5ថ្ងៃហើយក៏ដោយគេនៅតែរក្សាស្ថានភាពស្ងប់ស្ងាត់ដដែលមើលទៅមានន័យថាគេអាចបន្តទៅមុខទៀតបានឈិនចិនក៏មានអារម្មណ៍ថាមិនច្បាស់អំពីចំហាយសពិចសពិលនៅបាតទន្លេដែរវូតាវនិយាយយ៉ាងសទន់ថាទន្លេក្របថ្នាំនេះគឺពិតជាពិសេសណាស់សម្ពាធនៅខាងក្រោមគឺកាន់តែគួរឲ្យខ្លាចជារៀងរាល់ថ្ងៃនៅថ្ងៃចុងក្រោយទាំងនោះគឺពិតជាពិបាកទ្រាំបំផុតឈិនចិនក៏និយាយទាំងញញឹមថាមានតែចាំមើលសិនទៅតារាមណាអាលអិតនេះអាចទ្រាំបាន3ថ្ងៃទៀតលទ្ធផលរបស់គេគឺស្មើទៅនឹងក្មេងស្រីសៀវសៀវម្នាក់នោះហើយគឺសំដៅទៅកាន់យីងសៀវសៀវបងស្រីរបស់យីងហ៊ុនហ៊ុនវូតាវងក់ក្បាលបន្តិច3ថ្ងៃហាក់ដូចជាខ្លីណាស់ប៉ុន្តែសម្រាប់លីនតុងនៅបាតទន្លេវិញទ្រាំទ្រជាមួយនឹងសម្ពាធ3ថ្ងៃហ្នឹងគឺប្រៀបបានដូចជារយៈពេលដ៏យូរអញ្ចឹងតើគេអាចស៊ូទ្រាំបានដែរឬអត់អាស្រ័យទៅលើសមត្ថភាពបន្តខ្លួនរបស់គេឯងពេលវេលាកន្លងផុតទៅមួយថ្ងៃទៀតក្រោមការរំពឹងទុកយ៉ាងខ្លាំងរបស់សិស្សជាច្រើននៅក្នុងសាលស្ងប់ស្ងាត់បរិយាកាសនៃសាលស្ងប់ស្ងាត់ក៏បានកើនឡើងភ្លាមៗនៅពេលដែលពេលវេលាកន្លងផុតទៅទៀតសិស្សផ្ទាល់មួយចំនួនគឺតែងតែធ្វើសមាធិនិងហ្វឹកហាត់ដោយគ្មានការរំខាននោះទេប៉ុន្តែពួកគេគឺសុខចិត្តផ្អាកសមាធិរបស់ពួកគេហើយប្រមូលផ្ដុំនៅក្បែរទន្លេក្របថ្នាំដើម្បីចាំមើលលទ្ធផលរបស់លីនតុងនៅពេលដែលលីនតុងបានចូលទៅក្នុងទន្លេក្របថ្នាំនៅថ្ងៃទី7ដំណឹងនេះគឺបានផ្សព្វផ្សាយពីពេញទិសទីនៅក្នុងបកតាវរួចទៅហើយសិស្សមួយចំនួនមកពីសាល3ផ្សេងទៀតក៏បានឮអំពីដំណឹងមួយនេះផងដែរភ្លាមៗនោះសាលស្ងប់ស្
ងាត់ក៏ចាប់ផ្ដើមមានភាពរស់រវើកឡើងមកវិញសិស្សមកពីសាល3ផ្សេងទៀតក៏បញ្ញាបញ្ញាលមកយ៉ាងណាមិញពួកគេខ្លះដែលទទួលបានការងូតទឹកនៅក្បាលទន្លេក្របថ្នាំពួកគេភាគច្រើនអាចស៊ូទ្រាំបានត្រឹមតែ3ថ្ងៃអីប៉ុណ្ណោះការស៊ូទ្រាំរយៈពេល7ថ្ងៃគឺជាអ្វីមួយដែលមានតែចាស់ទុំមួយចំនួនតូចប៉ុណ្ណោះដែលអាចសម្រេចបានលើពីនេះទៅទៀតអ្វីដែលពិតជាធ្វើឲ្យចិត្តរបស់ពួកសិស្សទាំងអស់នោះមានភាពញាប់ញ័រនោះនៅពេលដែលឆ្លងផុតរយៈពេល7ថ្ងៃណាគឺថានៅបាតទន្លេក្របថ្នាំហ្នឹងគឺលីនតុងអត់បានបង្ហាញសញ្ញាថារៀបនឹងចាក់ចេញមកវិញអីនោះទេគឺនៅតែរក្សាភាពស្ងប់ស្ងាត់ដដែលបើមើលពីស្ថានភាពចំពោះមុខវាហាក់ដូចជាលីនតុងទំនងជាអាចស៊ូទ្រាំរយៈពេល8ថ្ងៃលទ្ធផលនេះគឺជាអ្វីមួយដែលមានតែយឹងសៀវក្នុងចំណោមយុវជនចំនួនក្រោយនៃបកតៅប៉ុណ្ណោះទៅអាចធ្វើបានតើវាអាចទៅរួចទេដែលសិស្សថ្មីម្នាក់នេះបានចូលរួមជាមួយនឹងសារស្ងប់ស្ងាត់ត្រឹមតែប្រហែលថ្ងៃប៉ុណ្ណោះគឺមានទេពកោសល្យដូចជាសិស្សច្បងស្រីទៅហើយទឹកមុខរបស់សិស្សធំមួយចំនួនគឺចាប់ផ្ដើមផ្លាស់ប្ដូរនិងចាប់ផ្ដើមគិតអំពីរឿងនេះតែម្ដងសិស្សថ្មីម្នាក់នេះគេគឺជាជើងឯកនៃសង្គ្រាមចក្រភព100ហាក់ដូចជាមានសមត្ថភាពក្រាន់បើនៅថ្ងៃទី8ក៏បានមកដល់គណៈពេលដែលមនុស្សជាច្រើនកំពុងតែរងចាំយ៉ាងស្ងៀមស្ងាត់បន្ទាប់ពីនោះបកតៅទាំងមូលក៏ចាប់ផ្ដើមបង្ហាញសញ្ញាពុះកញ្ជ្រោលដោយសារតែព័ត៌មានមួយនេះប៉ុន្តែវាក៏ស្ងប់ស្ងាត់ទៅវិញលឿនដូចគ្នាផងដែរដោយសារតែពួកគេគឺភ្ញាក់ផ្អើលដែលថាលីនតុងគឺអាចទ្រាំនៅក្រោមបាតទន្លេក្របថ្នាំរយៈពេល8ថ្ងៃហើយប៉ុន្តែឃើញថាលីនតុងអត់មានបង្ហាញសញ្ញាថានឹងងើបឡើងមកវិញនោះទេងាកទៅកាន់នៅឯវេទិការៀបស្មើមួយនៅឯសាលមេឃនៃបកតៅកម្លាំងនិព្វានឈីដែលកំពុងតែកើនឡើងរីករាលដាលពីពេញទន្លេក្របថ្នាំវាក៏បានប្រមូលផ្ដុំនៅជុំវិញរាងកាយមនុស្សស្រីម្នាក់នោះគឺជាយឹងសៀវបងស្រីរបស់យឹងហ៊ុនពេលនោះយឹងហ៊ុនក៏បានមកទាំងអន្តរសាបងស្រីមានរឿងធំកើតឡើងហើយនៅពេលនោះយឹងសៀវក៏បានសួរឡើងថាមានរឿងអីកើតឡើងសម្លឹងមើលទៅកាន់យឹងហ៊ុនក៏បាននិយាយថាតើបងនៅចាំលីនតុងដែលខ្ញុំបានប្រាប់បងលើកមុនដែរទេយឹងសៀវក៏បានតបជើងឯកសង្គ្រាមចក្រភព100នោះបានបោះបង់សាលមេឃហើយចូលរួមជាមួយនឹងសារស្ងប់ស្ងាត់យ៉ាងម៉េចគេបានរករឿងឯងម្ដងទៀតហើយយឹងហ៊ុនក៏បានប្រាប់ថាអត់ទេមនុស្សម្នាក់ហ្នឹងគឺគេមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការងូតទឹកនៅក្បាលទន្លេក្របថ្នាំនៅពេលដែលគេចូលទៅកាន់សារស្ងប់ស្ងាត់ព្រោះគេទទួលបានតំណែងជាជើងឯកចក្រភព100យឹងសៀវក៏តបថាគេគឺជាជើងឯកនៃសង្គ្រាមចក្រភព100វាមិនមែនជារឿងហួសហេតុទេដែលគេអាចទទួលបានការផ្ដល់ឲ្យបែបនេះតើឯងមិនសប្បាយចិត្តយឹងហ៊ុនក៏បានប្រាប់ថាអត់ទេមនុស្សម្នាក់ហ្នឹងនាងនិយាយបដាក្តាប់ដៃរបស់នាងបដាគេថាមនុស្សប្រុសម្នាក់ហ្នឹងគឺបានស្ថិតនៅបាតទន្លេក្របថ្នាំអស់រយៈពេល8ថ្ងៃហើយយឹងសៀវបានលើរួចហើយក៏ភ្ញាក់ផ្អើលថាអូអារម្មណ៍មួយចំនួនក៏បានបង្ហាញឡើងនៅលើទឹកមុខរបស់យឹងសៀវនាងក៏ងក់ក្បាលតិចនិងសរសើរថាគេពិតជាអាចស៊ូទ្រាំបានរយៈពេល8ថ្ងៃមែនក្នុងនាមជាមនុស្សម្នាក់ដែលធ្លាប់ជួបប្រទះជាមួយនឹងការងូតទឹកក្បាលទន្លេក្របថ្នាំយឹងសៀវគឺយល់យ៉ាងច្បាស់អំពីសម្ពាធគួរឲ្យខ្លាចនៅបាតទន្លេក្របថ្នាំនោះនៅពេលដែលនាងអាចស៊ូទ្រាំត្រឹមតែ8ថ្ងៃប៉ុណ្ណោះនាងគឺខិតខំប្រឹងប្រែងអស់ពីសមត្ថភាពយ៉ាងណាក៏ដោយក៏នៅតែបានត្រឹមតែ8ថ្ងៃនោះទេនេះគឺជាលទ្ធផលដែលល្អបំផុតរួចទៅហើយក្នុងចំណោមយុវជនចំនួនក្រោយនៃបកតៅមើលទៅហាក់ដូចជាលីនតុងម្នាក់នេះគឺពិតជាក្រាន់បើយឹងហ៊ុនក៏បាននិយាយថាមនុស្សប្រុសម្នាក់ហ្នឹងមានអីអាចប្រៀបធៀបជាមួយនឹងបងស្រីបានទេបងគឺជាសមាជិកចំនួនក្រោយលេចធ្លោបំផុតរបស់បកតៅយើងអស់រយៈពេលច្រើនឆ្នាំមកហើយម្យ៉ាងវិញទៀតទន្លេក្របថ្នាំនៅក្នុងសាលស្ងប់ស្ងាត់មិនអាចប្រៀបធៀបជាមួយនឹងទន្លេក្របថ្នាំនៅក្នុងសាលមេឃរបស់យើងបានទេសម្ពាធគឺវាខុសគ្នាយឹងសៀវក៏តបថាយ៉ាងណាក៏ដោយវាក៏មិនងាយស្រួលដែរឲ្យគេស៊ូទ្រាំរយៈពេល8ថ្ងៃបាននោះយឹងហ៊ុនគឺនាងមិនសុខចិត្តនោះទេបានត្រឹមតែនិយាយថាប៉ុន្តែហ្នឹងហើយជាចុងក្រោយនាងក៏ខំថ្មិញខ្លួនឯងវិញទៅដោយសារតែមនុស្សប្រុសម្នាក់ហ្នឹងគឺមកដល់ឥឡូវមិនទាន់បានបង្ហាញសញ្ញាថារៀបនឹងចាក់ចេញពីបាតទន្លេក្របថ្នាំបន្ទាប់ពីរយៈពេល8ថ្ងៃហើយនោះទេបន្ទាប់ពីលើពាក្យសម្ដីរបស់ប្អូនស្រីបែបហ្នឹងធ្វើឲ្យកញ្ញាយឹងសៀវហ្នឹងបានឈប់និយាយមកសន្ទុះដៃរបស់នាងក៏ក្តាប់ទៅកាន់ដាវពណ៌បៃតងនៅក្នុងដៃយ៉ាងណែនជាក់ស្ដែងកម្រនឹងមានមនុស្សដែលធ្វើឲ្យនាងរំជើបរំជួលបែបនេះប៉ុន្តែដោយសារតែសម្ដីរបស់យឹងហ៊ុនគឺបានធ្វើនាងភ្ញាក់ផ្អើលពីព្រោះថាលីនតុងគឺអាចលើសពីនាងណាគេមិនទាន់បង្ហាញសញ្ញាពីការរៀបនឹងចាក់ចេញទេយឹងហ៊ុនក៏បានសាយទៅបច្ចុប្បន្នមានសិស្សមួយចំនួនធំពីសាលទាំង4កំពុងតែយកចិត្តទុកដាក់ចំពោះទន្លេក្របថ្នាំនៅសាលស្កប់ស្ងាត់មានពាក្យចាមអារាមថាមនុស្សប្រុសម្នាក់ហ្នឹងគឺនៅបាតទន្លេក្របថ្នាំមិនទាន់បង្ហាញសញ្ញានៃការងើបឡើងមកវិញនោះទេពេលហ្នឹងយឹងហ៊ុននាងក៏គិតស្ដាយក្រោយដែរដែលស្ដីឲ្យលីនតុងនៅពេលមុនដែលថាលីនតុងគឺមានមោទនភាពខ្លួនឯងពេកណាប៉ុន្តែឥឡូវលីនតុងគឺពិតជាទទួលបានលទ្ធផលអស្ចារ្យបែបនេះមែននៅពេលដែលងូតទឹកនៅក្នុងទន្លេក្របថ្នាំយឹងសៀវក៏ផ្ដោតអារម្មណ៍ពិតជាអញ្ចឹងពិតមែនដៃដ៏ទន់ភ្លន់របស់នាងគឺបានប៉ះទៅលើដាវស្រាលហាក់ដូចជាបកតៅរបស់យើងគឺបានជ្រើសរើសសិស្សដ៏លេចធ្លោម្នាក់ហើយយឹងហ៊ុនក៏បានសួរទៅកាន់បងស្រីរបស់នាងថាតើលទ្ធផលល្អបំផុតសម្រាប់សិស្សនៅក្នុងបកតៅនៅក្នុងការជំនួយទឹកនៅក្នុងទន្លេក្របថ្នាំហ្នឹងណាអ្នកណាគេទៅដែលអាចជំនួយទឹកបានយូរជាងគេ8ថ្ងៃឬក៏ច្រើនជាងនេះទៅហើយតើមនុស្សប្រុសម្នាក់ហ្នឹងអាចមានរឿងអីកើតឡើងដែរទេតើគេអាចត្រូវបានសម្ពាធនៅខាងក្រោមទឹកទន្លេហ្នឹងគៀបសង្កត់រហូតដល់ស្លាប់ដែរទេប៉ុន្តែយឹងសៀវក៏និយាយថាលោកតាចិនម្ចាស់សាលស្ងប់ស្ងាត់គឺគាត់កំពុងតែសង្កេតមើលរហូតគាត់មិននឹងអាចមិនដឹងទៅបើសិនជាលីនតុងបានស្លាប់នៅបាតទន្លេនោះយឹងសៀវក៏កលែងភ្នែករបស់នាងមើលទៅកាន់
ยิงហនភ្លាមនោះកំណត់ដល់ជ្រាវជ្រៅមួយក៏បានភ្លឺឡើងនៅក្នុងភ្នែករបស់នាងនៅពេលដែលនាងនិយាយថាជាធម្មតាការស៊ូទ្រាំរយៈពេល8ថ្ងៃឬក៏ច្រើនជាងនេះក្នុងកំឡុងពេលមួយទឹកនៅក្បាលទន្លេក្របថ្នាំគួរតែជាសមិទ្ធផលដែលលេចធ្លោបំផុតប៉ុន្តែក៏មានករណីលើកលែងមួយចំនួនផងដែរក្នុងប្រវត្តិសាស្ត្រនៃបកតៅរបស់យើងយីងហនក៏សួរបន្តយ៉ាងម៉េចទៅយីងសៀវសៀវក៏បានប្រាប់ការពីពេលនោះរៀមច្បងចៅថងគឺបានស៊ូទ្រាំអស់រយៈពេល13ថ្ងៃជាការពិតណាស់មិនមែនមានន័យថាគាត់មិនអាចស៊ូទ្រាំបន្តទៀតបាននោះទេផ្ទុយទៅវិញគឺដោយសារតែគាត់ស្រូបយកធម្មពលនិព្វានឈីមាសនៅបាតទន្លេក្របថ្នាំហ្នឹងទាំងអស់តែម្ដងរយៈពេល13ថ្ងៃហ្នឹងយីងហនក៏ភ្ញាក់ផ្អើលស្រូបយកទាំងអស់និព្វានឈីមាសគឺពិតជាវាមានកម្លាំងខ្លាំងក្លាសាហាវណាស់សូម្បីតែអ្នកស្ថិតនៅក្នុងដំណាក់កាលនិព្វានទី7ក៏មានការលំបាកនៅក្នុងការស្រូបយកវាទាំងអស់ដែរជារៀងរាល់ឆ្នាំសិស្សស្ទើរតែទាំងអស់មកពីសាលទាំង4ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចូលងូតទឹកក្បាលទន្លេក្របថ្នាំមិនហ៊ានវាតម្លៃខ្លួនឯងដល់ថ្នាក់ហ្នឹងនោះទេតើស្រូបយកធម្មពលនិព្វានឈីមាសទាំងអស់សិស្សធម្មតាហ្នឹងគ្រាន់តែសម័យថាខ្លួនឯងអាចស៊ូទ្រាំបានមួយថ្ងៃហ្នឹងគឺណាស់ទៅហើយយីងសៀវសៀវក៏បានបន្តត្រូវហើយសិស្សច្បងជើថងគាត់គឺបានរីកចម្រើនឡើងគួរឲ្យខ្លាចហើយគាត់ក៏ជាមនុស្សតែម្នាក់គត់ដែលបានយល់អំពីគម្ពីរវិនិច្ឆ័យមន្ត្រាយដ៏អស្ចារ្យហើយក៏បានសម្រុកចូលទៅកាន់ច្រកទ្វារយានដើម្បីសម្លាប់ព្រឹទ្ធាចារ្យ3នាក់នៅក្នុងបកច្រកទ្វារយានទៀតនៅពេលដែលយីងសៀវសៀវបាននិយាយរំលឹកទៅដល់រៀនច្បងជើថងអារម្មណ៍របស់នាងគឺហាក់ដូចជាមានអារម្មណ៍គោរពយ៉ាងខ្លាំងទៅកាន់រៀនច្បងជើថងម្នាក់ហ្នឹងណានាងនិយាយពោពេញទៅដោយមោទនភាពនៅពេលដែលរំលឹកឈ្មោះរបស់រៀនច្បងជើថងសិស្សទាំងអស់នៅក្នុងបកតៅគឺបានចាត់ទុកគាត់គឺជានិមិត្តរូបទៅហើយគាត់គ្រាន់តែមានដាវមួយប៉ុណ្ណោះហ៊ានស្ទុះចូលទៅកាន់បកធំបំផុតនៅក្នុងតំបន់សួនខាងកើតគឺជាបកច្រកទ្វារយានសម្រាប់ព្រឹទ្ធាចារ្យធំ3នាក់គាត់បានបង្ខំឲ្យច្រកទ្វារយានបើកនៅក្បួននៃការបង្កើតដ៏ធំដើម្បីជៀសវាងពីគ្រោះមហន្តរាយសូម្បីតែប្រធានបកដែលមានឋានៈខ្ពស់បំផុតហ្នឹងក៏ត្រូវតែធ្វើអន្តរាគមន៍ដោយផ្ទាល់ដែរទោះបីជាស្ថានភាពចុងក្រោយធ្វើឲ្យបកតៅរបស់យើងខឹងសម្បាយ៉ាងខ្លាំងក៏ដោយក៏ពួកយើងនៅតែមានមោទនភាពចំពោះរៀនច្បងជើថងដែរច្រកទ្វារយាននិងបកតៅគឺតែងតែមានតំណែងមិនល្អជាមួយនឹងគ្នាហើយក៏មានចំនួនជាច្រើនក្នុងចំណោមពួកសិស្សផងដែរហេតុផលមួយគឺដោយសារតែហេតុការណ៍ដែលរៀនច្បងជើថងនៅពេលនោះតើលីនតង់ម្នាក់នេះគឺអាចប្រៀបធៀបជាមួយនឹងរៀនច្បងជើថងបានដែរទេយីងហនក៏ខំបបោមាត់របស់នាងហើយក៏សួរយីងសៀវសៀវក៏បាននិយាយទាំងសម្លេងតិចៗថាយ៉ាងណាក៏ដោយស្ថានភាពបច្ចុប្បន្នវាគឺជាការពិតមានហេតុផលពីរប៉ុណ្ណោះដែលលីនតង់បន្តស្នាក់នៅបាតទន្លេក្របថ្នាំទី1គេត្រូវបានដាក់សម្ពាធដោយរហូតដល់មិនអាចកម្រើកបានទៀតទី2គេមិនទាន់អាចចាក់ចេញបានពីព្រោះគេមិនទាន់ចង់ចាក់ចេញលក្ខខណ្ឌទី2នេះគឺមិនខុសអីពីរៀមច្បងជើថងនោះទេដែលគេចង់ស្រូបយកធម្មពលនិព្វានឈីមាសនៅបាតទន្លេនឹងឲ្យអស់ទោះយ៉ាងណាយីងសៀវសៀវក៏បាននិយាយថានាងក៏មិនដឹងថាគេអាចធ្វើបែបនោះដោយរបៀបណានោះទេសក្តានុពលរបស់គេគឺពិតជាគួរឲ្យខ្លាចមែនយីងហនក៏បានត្រឹមតែបើកមាត់ធំទាំងភ្ញាក់ផ្អើលក្នុងចិត្តរបស់នាងគិតថាតើបងស្រីគិតថាលីនតង់ម្នាក់ហ្នឹងអាចខ្លាចទៅជារៀនច្បងជើថងទី2មែនដែរទេយីងសៀវសៀវក៏បាននិយាយរៀនច្បងជើថងគឺជាមនុស្សដែលឆ្លាតម្នាក់ទោះបីជាលីនតង់អាចស្រូបយកនិព្វានឈីមាសទាំងអស់នៅបាតទន្លេក្របថ្នាំក៏ដោយក៏នៅតែមានគម្លាតដ៏ធំរវាងគេហើយនឹងរៀនច្បងជើថងដែរយ៉ាងហោចណាស់គេគឺត្រូវតែរងចាំរហូតដល់គេអាចយល់អំពីគម្ពីរវិនិច្ឆ័យមន្ត្រាយដ៏អស្ចារ្យទើបអាចវិនិច្ឆ័យអំពីកម្លាំងរបស់គេបានឥឡូវមានតែចាំមើលថាតើអ្វីដែលរៀនច្បងជើថងគាត់បានធ្វើដែលស្រូបយកនិព្វានឈីមាសទាំងអស់នៅបាតទន្លេវាអាចកើតឡើងម្ដងទៀតដែរឬអត់មានតែចាំមើលប៉ុណ្ណោះខ្ញុំក៏ចង់ដឹងដែរតើគេខ្លាំងប៉ុណ្ណាយីងសៀវសៀវនិយាយចប់ភ្នែករបស់នាងសម្លឹងមើលទៅកាន់ទិសដៅនៃសាលស្ងប់ស្ងាត់ចំណាប់អារម្មណ៍ខ្លះក៏បានភ្លឺឡើងនៅក្នុងកែវភ្នែករបស់នាងចង់ឃើញថាតើម្ចាស់ជើងឯកសង្គ្រាមចក្រភព100រូបនេះដែលបានបង្កឲ្យមានភាពចលាចលយ៉ាងខ្លាំងនៅពេលដែលគេចូលមកកាន់បកតៅពិតជាមានសមត្ថភាពអស្ចារ្យបែបណាទេដោយសារតែឥឡូវនេះទីតាំងវេទិកានៅកន្លែងទន្លេក្របថ្នាំនៅក្នុងសាលស្ងប់ស្ងាត់ណាគឺជាកន្លែងដែលអ៊ូអរមនុស្សជាច្រើនគឺបានមកទីនេះដើម្បីចាំមើលកន្លែងអាងទឹកគួចនៅកណ្ដាលទន្លេក្របថ្នាំដែលជាទីតាំងរបស់លីនតង់ចុះទៅនោះឯងបច្ចុប្បន្នព័ត៌មានដែលថាលីនតង់បានស៊ូទ្រាំនៅក្នុងទន្លេក្របថ្នាំអស់រយៈពេល8ថ្ងៃបានក្លាយទៅជាព័ត៌មាននៅក្នុងបកតៅជាទូទៅទៅហើយសូម្បីតែព្រឹទ្ធាចារ្យមួយចំនួនក៏បានធ្វើជាសាក្សីសម្រាប់រឿងនេះផងដែរពួកគេក៏យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះរឿងនេះយ៉ាងណាមិញក្នុងឆ្នាំយុវជនជំនាន់ក្រោយនៃបកតៅគឺមានតែយីងសៀវសៀវប៉ុណ្ណោះដែលធ្លាប់ធ្វើរឿងនេះជាការពិតណាស់អ្វីដែលពួកគេយកចិត្តទុកដាក់បំផុតចំពោះលីនតង់គឺដោយសារតែលីនតង់មិនទាន់បានបង្ហាញសញ្ញាថាគាត់គឺរៀបនឹងចាក់ចេញពីបាតទន្លេនោះទេបើទោះបីជាគាត់ស៊ូទ្រាំរយៈពេល8ថ្ងៃហើយក៏ដោយនេះគឺបានធ្វើឲ្យមនុស្សដែលមានបទពិសោធន៍ត្រាំខ្លួននៅក្នុងទន្លេក្របថ្នាំនឹងមួយចំនួនគឺថាភ្ញាក់ផ្អើលតែម្ដងវាហាក់បីដូចជាស្ថានភាពមួយនេះគឺស្តៀងគ្នាជាមួយនឹងការកាត់ឡើងរបស់រៀនច្បងជើថងសិស្សចាស់មួយចំនួនពីចំនួនជើថងក៏បានសម្លឹងមើលទៅកាន់ទន្លេក្របថ្នាំនៅឯសាលស្ងប់ស្ងាត់ពីចម្ងាយនិងបាននិយាយតិចថាតើបកតៅរបស់យើងបង្កើតជើថងមួយទៀតមែនដែរទេបាទអញ្ចឹងអេដមីនសូមធ្វើការ slide រឿងរបស់យើងត្រឹមប៉ុណ្្នឹងសិនអ្នកនរគ្នាដោយសារតែឈឺកពេកព្យាយាមសម្រាយទាំងយើងវានៅផ្ដាសាយណាបាទអញ្ចឹងអធិស្ឋានផងអ្នកនរគ្នាអរគុណច្រើនប្រសិនបើអ្នកនរគ្នាចូលចិត្តកុំភ្លេចជួយចុច like និង subscribe យើងចាំជួបគ្នានៅវីដេអូក្រោយ